ជំរាបសួរបងប្អូនសិស្សានុសិស្សទាំងអស់ជាទីស្រឡាញ់រាប់អានថ្ងៃនេះយើងមកបន្តមេរៀនរបស់យើងនៅក្នុង Channel YouTube Chinese Online School ណាអញ្ចឹងមេរៀននៅក្នុង Channel YouTube Chinese Online School ជាមេរៀនដែលមានស៊េរីរបស់វាអញ្ចឹងយើងមានតាមលំដាប់លំដោយមេរៀនទោះបីជាខ្ញុំមិនទាន់បានធ្វើច្រើនប៉ុន្តែគម្រោងគឺធ្វើឲ្យមានតាមលំដាប់លំដោយមេរៀនតែម្ដងណាមេរៀនទី1ទី2ទី3អីចឹងទៅប៉ុន្តែក្នុងករណីដែលពួកយើងថាមានបំណងចង់ស្នើសុំវីដេអូមេរៀនអីផ្សេងណាពួកយើងអាច comment នៅក្នុងវីដេអូនេះនៅខាងក្រោមវីដេអូណាមួយនៅក្នុង channel YouTube របស់ខ្ញុំនេះបានហើយខ្ញុំនឹងធ្វើការឆ្លើយតបទៅលើមេរៀនដែលពួកយើងសនំពរប៉ុន្តែយើងនឹងមិនតម្លាក់នៅក្នុងchannel YouTube នេះទេណាគឺខ្ញុំតម្លាក់នៅក្នុង channel YouTube មួយទៀតរបស់ខ្ញុំគឺនឿនសុភត្រាណាពួកយើងអាចមើលនៅក្នុង description ខាងក្រោមខ្ញុំទុកជា link ឲ្យពួកយើងដោយសារនោះជា channel ធំរបស់ខ្ញុំហើយខ្ញុំធ្វើមេរៀនវាយូរទៅវាច្បុកច្បល់វាមានទាំងការបញ្ចេញមតិយោបល់វាមានទាំងគំនិតវាមានទាំងមេរៀនវាមានទាំងមេរៀនដែលសិស្សសនំពរអីផ្សេងអញ្ចឹងគឺយើងទៅមើលនៅក្នុង channel មួយនោះប៉ុន្តែចំពោះ channel នេះគឺខ្ញុំចង់ឲ្យថាចូលមកគឺយើងមានមេរៀនទី1ទី2ទី3ទី4ទី5អីអញ្ចឹងទៅណាចឹងវីដេអូមុនខ្ញុំបានធ្វើមេរៀននេះមួយហើយពួកយើងមេរៀនខ្លីនិយាយអំពីការសន្ទនាទូទៅគឺមេរៀនទី1ប៉ុន្តែយើងធ្វើជាលក្ខណៈនៅក្នុងទូរស័ព្ទដៃអញ្ចឹងអានេះខ្ញុំធ្វើក្នុង computer រៀងច្បាស់ជាងហើយនឹងវាមានអក្សរអីរៀងធំស្រួលហើយខ្ញុំចោលបង្ហាញក៏ងាយស្រួលដែរអញ្ចឹងខ្ញុំចង់បញ្ជាក់ប្រាប់គ្នាយើងរឿងមួយសិនមុននឹងយើងបន្តមេរៀនទី2ណាគឺខ្ញុំចង់បញ្ជាក់ថានៅពេលដែលពួកយើងរៀនមេរៀនសន្ទនាក៏ដោយរៀនពាក្យក៏ដោយរៀនអត្ថបទក៏ដោយពួកយើងត្រូវព្យាយាមអានឲ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបានមួយថ្ងៃអាន20 30មេរៀនក៏ដោយឲ្យតែពួកយើងមានពេលមួយថ្ងៃអានកន្លះម៉ោងក៏ដោយ1ម៉ោងក៏ដោយឲ្យតែពួកយើងមានពេលឬក៏បើថាយ៉ាងហោចណាស់ក៏បាន10 15នាទីអញ្ចឹងណានៅក្នុងមួយថ្ងៃដែលពួកយើងរៀនហ្នឹងគឺពួកយើងត្រូវតែព្យាយាមអានឲ្យបានច្រើនប៉ុន្តែដោយសារមេរៀននេះគឺពួកយើងទើបតែចាប់ផ្ដើមរៀនទេពួកយើងទើបតែរៀនយើងចាត់ទុកថារៀនបានមួយមេរៀននេះចោះអញ្ចឹងយើងអត់មានមេរៀនដែលត្រូវអានទេអញ្ចឹងពួកយើងអាចអានដោយខ្លួនឯងប៉ុន្តែអាចរកមេរៀនផ្សេងៗមកអានសម្រាប់ជាប្រចាំថ្ងៃប៉ុន្តែឥឡូវសម្រាប់វីដេអូនេះគឺខ្ញុំមករំលឹកមេរៀននេះបន្តិចហើយយើងតមេរៀនទី2តែម្ដងណាអញ្ចឹងកុំឲ្យខាតពេលឥឡូវពួកយើងមកអានមេរៀននឹងទាំងអស់គ្នាណាទីខនីហោទីខនីហោនីហោ你好，你好吗？我很好，谢谢你呢。我也很好，谢谢。马上跌。你好，你好，你好吗？我很好，谢谢你呢。马上跌啊，我也很好，谢谢。马上跌呢。你好，你好，你好吗？我很好，谢谢你呢。我也很好，谢谢。ចឹងពួកយើងត្រូវរៀនអានបែបហ្នឹងរៀនរហូតមេរៀនទី1ទី2ទី3ទី4នេះត្រូវព្យាយាមអានចឹងឲ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបានណាចឹងឥឡូវពួកយើងមកបន្តមេរៀនទី2សំណួរសួរតើមេរៀនទី2និយាយអំពីអីខ្ញុំធ្លាប់បានប្រាប់គ្នាយើងថាមេរៀនទី2យើងនិយាយអំពីការសួរឈ្មោះប៉ុន្តែដោយសារនៅក្នុងការសួរឈ្មោះក៏យើងមានសួរអាយុចឹងយើងត្រូវទៅរៀនលេខសិនដើម្បីឲ្យច្បាស់អំពីលេខហើយយើងបកមករៀនមេរៀនដែលនិយាយអំពីការសួរឈ្មោះសួរអាយុនៅពេលដែលយើងសួរអាយុយើងមានតួលេខអញ្ចឹងបើពួកយើងថាខ្ញុំអត់ទាន់ចេះលេខផងឥឡូវមកមានលេខអញ្ចឹងឥឡូវយើងទៅរៀនមេរៀនលេខសិនណាគ្នាយើងមួយចំនួនគាត់ចេះហើយលេខមិនជាបបាទេណា EL សានសឿឥឡូវយើងទៅមើលទាំងអស់គ្នាអញ្ចឹងលេខណាពួកយើងគឺនេះគឺមេរៀនទី2ណាទីខ数字ទីខ数字ដែលយើងបកប្រែថាលេខអញ្ចឹងយើងផ្ដើមពីលេខ0ដល់លេខ10សិនចឹង in គឺ in ល in 0សំលេងទី2ណា0 1 2 3 4 5 6 7 8 9 10ម្ដងទៀត0 1 2 3 4 5 6 7 8 9 10ម្ដងទៀត0 1 2 3 4 5 6 7 8 10ពួកយើងមើលណា e y e ណា e សំឡេងទី1 e សំឡេងទី2សំឡេងទី4ណាសានសំឡេងទី1អាននៅអានសឺអានសានសឺ e សឺសំឡេងទី4អានសឺអូណា w u នោះអូសំឡេងទី3អានអូ e u អៀវណា e u អៀវលអៀវលាវសំឡេងទី4ណាអានលាវឈីប៉ាប៉អាប៉ា
9 y u yêu chi yêu 9 9សម្លេងទី3ណា10 y 10សម្លេងទី210 10 10 0 1 2 3 4 5 6 7 8 9 10ហើយយើងក៏មាន4នេះបន្ថែមរបស់យើងប៉អាយណាអាយប៉អាយប៉ាយសម្លេងទី3ប៉ាយ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 100 y ប៉ាយ200 300 400 អញ្ចឹងទៅណាប៉ាយប្រែថា100យើងមានឈៀនអៀនអៀនឈៀនឈៀនសម្លេងទី1ពាន់អ៊ីឈៀន2ឈៀន1000 2000អ៊ានអ៊ូអានអ៊ានសម្លេងទី4ណាអ៊ានអ៊ាន10000ណា10000 20000 30000អញ្ចឹងទៅលៀងជាចំនួន2ព្រោះយើងនឹងអាចស៊ូខ្លះដែរប៉ុន្តែយើងមិនលំអិតទេណាជាចំនួនឧទាហរណ៍2000 3000យើងជាចំនួនប៉ុន្តែកាលណាយើងរាប់លេខគឺប្រើប៉ុន្តែយើងរាប់ជាចំនួនគឺយើងប្រើលៀងណាឧទាហរណ៍200 200ឈៀន20000អញ្ចឹងទៅណាចឹងពួកយើងអាចចេះមូលដ្ឋានគ្រឹះនេះប៉ុណ្ណេះសិនណា1 2 3 4 5 6 7 8 9 10ណា1 2 3 4 5 6 7 8 9 10អញ្ចឹងទៅណាតោះយើងបន្តពីហ្នឹងទៅគឺពួកយើងរៀនរាប់លេខប៉ុន្តែនេះយើងហៅសរុបមកវិញតែម្ដងពួកយើងមានពីលេខ1ដល់លេខ100ណាពួកយើងអាចនឹងគិតថាច្រើនប៉ុន្តែខ្ញុំគិតថាដូចមិនអីទេណា1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 96 97 98 99 100គឺ100បើយើងណាបន្ទាប់ពី100មកគឺបាយអានេះជាលេខប៉ុន្តែយើងអាចប្រើជារាប់ទូទៅក៏លៀងបាយដែរអញ្ចឹងណាតែនេះខ្ញុំដាក់លេខដើម្បីពួកយើងកុំឲ្យពួកយើងច្រឡំមានតែពួកយើងនិយាយស្រួលរាប់តែម្ដងអញ្ចឹងណា100 200 300 400 500 600 700 800 900ណា1000 2000ប៉ុន្តែខ្ញុំបញ្ជាក់ម្ដងទៀតណាលៀងក៏បានដែរមួយជួរនេះណា2000 3000 4000 5000 6000 7000 8000 9000 10000 20000 10000 20000 30000 40000 50000 60000 70000 8000 9000 10000 10000គឺ100,000ប៉ុន្តែយើងតផ្សេងទៅតាមហ្នឹងណាប៉ុន្តែមែនតើខ្ញុំបញ្ជាក់ពួកយើងគឺខ្ញុំអត់ឲ្យពួកយើងលំអិតដល់ប៉ុណ្ណេះទេខ្ញុំចង់គ្រាន់តែឲ្យពួកយើងចាំតែប៉ុណ្ណេះណាអញ្ចឹងទំព័រនេះយើងចាត់ទុកថាជាទំព័រសំខាន់ណា0 1 2 3 4 5 6 7 8 9 10បាយឈៀនវ៉ាន់លៀងអញ្ចឹងពួកយើងចាំទំព័រនេះជារឿងសំខាន់អាទំព័របន្ទាប់នេះគឺជារឿងបន្ទាប់បន្សំព្រោះកាលណាដែលយើងចេះអាទំព័រនេះហើយយើងរាប់ទៅស្រួលទេមែនទេគឺ1ដល់ពេល10គឺ10ដល់1110អញ្ចឹងមក2010អញ្ចឹងទៅណាអញ្ចឹងខ្លីៗកុំឲ្យវែងឆ្ងាយនាំបបាពួកយើងចាប់មិនសូវជាប់អីឥឡូវយើងបញ្ចប់វីដេអូនេះប៉ុណ្ណឹងវីដេអូក្រោយគឺយើងបន្តតាក់ទងទៅនឹងមេរៀនសន្ទនាបន្តទៀតណាអញ្ចឹងយើងចាំជួបគ្នានៅវីដេអូក្រោយអរគុណ